Ê đi cho thấy nhỉ hả cho thấy sẵn khảo thêm thật sẵn khảo thêm sợ khao đi sẵn khảo tụi từ tụi có hơi từ đang cái bò đó ăn bài cút liêm ở lươn sẵn ơi sợ khao đi ơi sợ khao sợ khao đi ơi sợ khao đi sợ khao đó Sorry. anh nhung khơi đi tiền trong bậc hiệu tia nhé màu này ở luôn cái thế nhỉ cha ai đó đục chết thế nhỉ Anh on gì mà ui ai đó ui ai đó mà ta ta lúc sorry chắc bà đóng ai xong rồi xảy ra là một con nương ai mượt không vâng anh ấy đặt cam là than cho tết cam là miền sọc hòn ui ai đó ai đó men ta ôi bọn anh nó kéo chưa xua mà xua bong mà tao mà này ai vậy bác mong này anh phải can này xong coi tao chật cho mùi đập bay cho che cho mùi nhưng cái thằng sống đi bong che tao của tao tuần lễ đây can bọn anh coi tao mà này ai chân cái mơ mau đi cùng mọi thằng bọn anh đi lon ly pe chứ bong nhiều mơ crop video bọn anh coi bọn anh gặp plan chua tên nó khéo bọn anh sẵn ha vậy mình chua đến nông video nè bong à chia sẻ bây giờ nhung trong sông bằng anh môi va nè con mui mày chứ trái sông tầm môi ê trái đục chết thế sông mui chứ nhưng mà em miên thị bên má không thôi chứ ta lúc cứ chê ê đi cho thấy nhỉ hả cho thấy sẵn khảo thêm thật sẵn khảo thêm sợ khao đi sẵn khảo tụi có hơi từ đang cái bò đó ăn bài cút liêm ở lươn sợ khao đi sợ khao sợ khao đi đó ta lúc sorry anh nhung khơi đi tiền trong bậc hiệu tia nhé ở đây nhung trăng sông môi không có chạy ai đòi anh cất ấy kia nó nhung trăng sông xuân cha ai đòi anh sẵn ha sập hiệp bờ đó mơ tê là han san món á bà hồi chị tôi thấy nhung khơi tha kê đà rá là bay đôi ai đòi anh chăng khơi kê phở tủ sắp ấy tầm lớp tầm tranh ấy chăng đang ai đòi ai nó phở tủ sắp ấy kê đài không mến xong say phở tất khổ chạy cây cà phông là bầy năng ngó ôi vậy tới cứ nhung đăng tha mà nó khó đa sẵn ha trên mà tủ sắp ai đòi anh mến tôi sao nhộng cho ai đòi anh mình phở Apple tất khổ cây cà phông này nè nghe anh phong nhom fanរបស់រៀលមីបាទរៀលមីនិយាយរំទៅខ្ញុំចូលចិត្តបានសំចៃចឹងហ៎ប៉ុន្តែបើតាមខ្ញុំមើលទៅ idol ឯងឆ្លាតសង្ហាបកែចឹងប្រកបជាទូរស័ព្ទនេះមានអីពិសេសមកបាន idol ឯងកានមែនអនបាទចង់ដឹងដល់ហើយនេះពិសេសមកជើមើលទៅខ្លាំងបកែរឹងមាំសង្ហាដូច idol ឯងដែរអនខ្ញុំក៏ហើយជាអញ្ចឹងដែរតាមពិតទៅខ្ញុំមិនមែនជាមនុស្សដែលសំភារៈនិយមហ្មងទេគាត់ថាខ្ញុំចូលចិត្តសំចៃនេះជាប្រភេទទូរស័ព្ទ Realme Note 70ល្អខ្លាំងមែនទែនធន់នឹងទលីមាន IP 54ការពារធូលីនិងបញ្ជ្រាបទឹកបានល្អខ្លាំងមែនទែនរឹងមាំហ្មងរឹងមាំហើយធន់ទៀតអូយគ្រាន់តែទូរស័ព្ទរឹងមាំធន់ប៉ុណ្ណឹងហើយចុះតែរំតែ idol ទៀតមិនដឹងជារឹងមាំប៉ុណ្ណាមកណែអលត់
thế nhỉ ចាស់ idol rộng chất thế nhỉ អូយមានណាខ្ញុំកំពុងសម័យអំពីភាពរឹងមាំនៅពេលដែល idol ឯងកាន់មួយទូរស័ព្ទហ្នឹងខ្ញុំសុំកាន់តិចបានតែចង់ដឹងថាវាធ្ងន់ឬស្រាលអញ្ចឹងណាអូស្ដាងស្រាលស្អាតណាស់ idol ហ្នឹងហើយ អូស្អាតមែនតើនេះហើយដល់ពេលយើងស្រីសួរអឺ No, 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 no. មកនេះទៅទៅមក ចា មកនេះ ចាបង មកនេះ អូយបងអើយបងខ្ញុំសុំតបងខ្ញុំមានចេតនាខ្ញុំទៅចូលធ្វើការឲ្យគេទៅបងអើយស្លៀកពាក់ស្អាតបាតចឹងមិនតកែហាងទេទៅសុំគេចូលធ្វើការប្រាក់ខែតិចតួចនឹងបងមានលុយណាសងទូរស័ព្ទបងឯង đây là sao mớiតម្លៃម៉ាននេះ អូខ្ញុំដឹងមិនថោកទេទូរស័ព្ទល្អយើងអូ ស្ដាប់សិនតាមយំទូរស័ព្ទនេះខ្ញុំប្រាប់ជាទូរស័ព្ទដែលខ្ញុំស្រឡាញ់ជាងគេ អបហើយអញអើយទូរស័ព្ទរបស់គេស្អាតទៀត យើងដូចបោះបាយនេះ ស្អីពេកបង ឃើញស្អី តម្លៃម៉ានណាបង តែ$99 ហ្នឹង ចា $99 $99អត់ដល់100ទេ អត់ដល់100ទេ អេហើយទូរស័ព្ទឲ្យថោកមែន មិនថោកទេធូរថ្លៃ អូធូរថ្លៃបង ហើយសមរម្យយល់ទេ បាយខ្ទេចអត់បងអើយខ្ញុំ100ហ្នឹងខ្ញុំកាត់ខែមួយខែ នេះអេ ណាអត់ទូរស័ព្ទធ្លាក់មិញហ្នឹងមែន ដូចខ្ញុំប្រាប់ចឹងទូរស័ព្ទ Redmi គេទូរស័ព្ទប្រភេទធ្ងន់វាមិនមែនត្រឹមតែធន់ជាមួយនឹងធូលីដីធន់ជាមួយនឹងការធ្លាក់ទៀតហើយជាពិសេសហ្នឹងការបញ្ជ្រាបទឹកគឺធន់មែនតែនណាហើយធ្លាក់ប៉ុណ្ណឹងឲ្យស្ពៃបាច់ទេបាច់ភ័យទេយល់ មិនត្រឹមតែធ្លាក់ប៉ុណ្ណឹងអត់បញ្ហាហើយទោះបីត្រូវទឹកក៏អត់អីទៀត អត់អីដូចគ្នា ចឹងល្អមែន ហើយមានមុខងារជាច្រើនទៅទៀតណាប៉ុន្តែបាច់ភ័យទេអរគុណច្រើនណាខ្ញុំប្រយោជន៍ទៅវិញតិច កូនអីដល់អូយអញឯងចេះសនាទូរស័ព្ទគេល្អទូរស័ព្ទគេធ្លាក់បាយអញមិនលុយណាសងទៅ ធន់ម៉ែធន់ហើយបងប្អូនអរគ្នាដូចដែលចនណៃបានគិតចឹងទូរស័ព្ទនឹងខ្ញុំគឺធន់ដូចគ្នានៅក្នុងដៃរបស់ខ្ញុំនេះគឺទូរស័ព្ទ Realme Note 70បងប្អូនអរគ្នាបាននិយាយអំពីទូរស័ព្ទនេះវិញ Realme ពិតជាមិនធ្វើឲ្យអតិថិជនក៏ដូចជាអ្នកប្រើប្រាស់ខកបំណងទេតម្លៃរបស់ Realme នេះគឺធូរថ្លៃមែនទែនតម្លៃពិតជាសមរម្យមហាសមរម្យមែនទែនតម្លៃត្រឹមតែ$99តែប៉ុណ្ណោះបងប្អូនអរគ្នាកុំគិតថាតម្លៃត្រឹមតែ$99ហើយមុខងារវាមិនល្អជំរឿខ្ញុំណែនាំតែតិនជាមួយនឹង option មួយចំនួនដែលបងប្អូនអរគ្នាគ្រាន់តែឃើញហើយគ្រាន់តែឮហើយសេវ៉ាវតែម្ដងបាននិយាយពីកម្រិតថ្មវិញថ្មរបស់ Realme Note 70នេះវិញគឺមានទំហំថ្មរហូតដល់6300 មីលីអាំប៉ែថ្មធំប្រើធន់លើសពី4ឆ្នាំវ៉ាវអស្ចារ្យមែនទែនហើយមួយទៀតថ្មរបស់វាគឺសាកម្ដងប្រើរហូតចន្លោះពី2ថ្ងៃនោះបងប្អូនហើយទូរស័ព្ទនេះទៀតសោតក៏បានបំពាក់មកជាមួយនឹងមុខងារ AI ជាច្រើនដូចជា AI Noise Reduction Call ជាមុខងារកាត់សំឡេងរំខានពេលនិយាយទូរស័ព្ទ AI Eraser ជាមុខងារលុប object ផ្សេងៗដែលរំខានចេញAI Clear Face អាចកែរូបភាពពីមិនច្បាស់ទៅច្បាស់ស្អាត 100% ហើយចុងក្រោយមួយទៀតគឺ AI Smart Touch ដៃសើមឬប្រឡាក់នឹងអ្វីក៏នៅតែអាចអូសលើអេក្រង់បានវ៉ាវខ្ញុំអាចនិយាយថាវ៉ាវតែម្ដងបងប្អូនចំណុចទី3ដែលយើងមិនអាចមើលរំលងអំពី option ក៏ដូចជាមុខងារដ៏អស្ចារ្យរបស់ Realme Note 70នេះគឺគេហៅថា Amorcell Protection ដែលការពារតួខ្លួនរបស់ Realme Note 70នេះបានគ្រប់កលៈទេសៈដែលធ្វើឲ្យធ្លាក់មិនងាយបែកបងប្អូននេះអេក្រង់របស់វានេះគឺជាប្រភេទអេក្រង់ Amorcell Protection គឺសម្រាប់បងប្អូនទាំងគ្នាដែលឧស្សាហ៍ធ្លាក់ទូរស័ព្ទហើយបងប្អូនទាំងគ្នាមានអារម្មណ៍ថាខ្លាចខូចបងប្អូនទាំងគ្នាបានស្ដាប់មុខងារនេះហើយគឺមានអារម្មណ៍ថាលេងបារម្ភតែម្ដងចំណុចទី4នោះគឺជាចំណុចដែលមិនអាចមើលរំលងហើយក៏ជាកន្លែងដែលចាប់អារម្មណ៍ជាងគេសម្រាប់ខ្ញុំគឺចំណុច Post Light ភ្លើងជីបចរផ្ដល់នៅការជូនដំណឹងជាមួយនឹង option យ៉ាងច្រើនបងប្អូនទាំងគ្នាមិនថានៅពេលសាកថ្មពេលអស់ថ្មពេលផ្ញើសារចូលឬក៏ពេលស្ដាប់តន្ត្រីនោះទេគឺភ្លើង Post Light នឹងបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតតែម្ដងហើយអ្វីដែលកាន់តែពិសេសសម្រាប់ទូរស័ព្ទមួយគ្រឿងដែលមានតម្លៃសមរម្យនេះបងប្អូនទាំងគ្នាគឺ IP54 ការពារទឹកនិងធូលីបានយ៉ាងល្អជាកន្លែងនេះហើយដែលខ្ញុំមានអារម្មណ៍ថាអស្ចារ្យខ្លាំងមែនទែនចំពោះទូរស័ព្ទ Redmi Note 70នេះវិញគឺមាន RAM 12GB Memory 64G វ៉ាវដូច្នេះបងប្អូនទាំងគ្នាខ្ញុំពិតជាមានអារម្មណ៍ថាសេវ៉ាវតែម្ដងចំពោះ Realme ដែលបានបញ្ចេញនៅ model ថ្មីដែលមានឈ្មោះថា Realme Note 70មួយទៀតបងប្អូនទាំងគ្នាប្រកាសជាសួរខ្ញុំថាតើ Realme មានប្រមាណពណ៌ចំពោះ Realme Note 70នេះណាក៏ប៉ុន្តែ Realme Note 70នេះគឺមាន2ពណ៌ទី1គឺ Ocean Gold និង
Obsidian Black វាជាពណ៌មួយដែលឲ្យបងប្អូនអរគ្នាជ្រើសរើសតែម្ដងហើយពណ៌នេះខ្ញុំឃើញហើយក៏ពិតជាស្រឡាញ់មែនទែនដែល Realme ក៏បញ្ចេញនៅពីរពណ៌នេះស្រស់ស្អាតខ្លាំងមែនទែនចំពោះមុខងារ IP54 នេះវិញដូចបងប្អូនអរគ្នាដឹងស្រាប់ហើយថាវាជាប្រភេទអាវក្រោះការពារទឹកដែលងាយស្រួលនៅពេលខែភ្លៀងតែម្ដងដែលអាចការពារទឹកសាច់ឬក៏ក្រពប់ទឹកលើក៏គ្មានបញ្ហា